ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះជួបគ្នាជាមួយវីដេអូមួយទៀតទាក់ទងនឹងបបរសម្រាប់អាហារថ្ងៃត្រង់អញ្ចឹងបបរនេះខ្ញុំធ្វើសម្រាប់ក្មេងដែលគាត់ដុសធ្មេញណាគាត់មានអាយុចាប់ពី8ខែអីឡើងទៅគឺគាត់ញ៉ាំបានហើយអញ្ចឹងយើងមានការ៉ុតចាមានសាច់គោចិញ្ច្រាំមានស្លឹកពណ៌ខៀវហើយនិងពងមួយគ្រាប់អញ្ចឹងស្លឹកពណ៌ខៀវអាចដាក់ស្លឹកបាសស្លឹកងប់អីក៏បានដែរហើយនេះធ្វើបដាកូនលេងបដាអញ្ចឹងទៅតដាក់អញ្ចឹងមិនយើងអាចធ្វើការបានហើយសាច់គោនេះគឺខ្ញុំយកមកច្របាច់លីទឹកច្របាច់ឲ្យវាបែកចាព្រោះថាបើយើងដាក់ទៅទាំងដុំអញ្ចឹងសាច់គោនឹងវាដុំអត់បែកចេញពីគ្នាហើយក្មេងញ៉ាំទៅក៏គាត់លេបធម្មតាគាត់ទៅមានធ្មេញនេះហើយគាត់អត់ដឹងថាទៅពីឲ្យម៉ត់របៀបម៉េចអញ្ចឹងគាត់លេបទៅធ្វើឲ្យកាពះគាត់ធ្វើការធ្ងន់ចាហើយនេះគឺជាបបរដែលខ្ញុំបានដាំមួយស្ទុះឲ្យបែកគ្រាប់ចាហើយយើងដាក់សាច់គោដែលយើងច្របាច់នេះហ្នឹងចូលចាដាក់ដងតិចហើយយើងបាយវាណាចាហើយក្នុងការធ្វើម្ហូបក្មេងនេះយើងមិនបាច់ដាក់ខ្នុរដាក់អំបិលអីទេយើងឲ្យគាត់ញ៉ាំធម្មជាតិអញ្ចឹងទៅព្រោះថាពេទ្យគាត់អត់ដកអនុសាសន៍ឲ្យអាយុប៉ុណ្ណឹងដាក់អំបិលដាក់ខ្នុរអីទេចាអញ្ចឹងបន្តទៀតគឺយើងដាក់បន្លែចាហើយនឹងយើងដាក់ពងមួយគ្រាប់ចូលចាប៉ានេះឆ្ងាញ់ណាស់ចាយើងភ្លក់ទៅគឺមានជាតិមានអីហើយយើងអត់ត្រូវការគ្រឿងទេសពីខាងក្រៅទៀតទេចាហើយយើងកូរឲ្យសព្វនិងរងាស់ឲ្យបបរឡើងខាប់ចាកុំឲ្យនៅហៀវបបរឡើងខាប់ដែលយើងចាក់ពីសភាមកអត់ហូរចានេះឲ្យរបៀបនេះនៅពេលដែលយើងតក់ឲ្យត្រជាក់តិចទៀតខាប់ល្មមមកចាអរគុណទាំងអស់គ្នាសម្រាប់ការមើលវីដេអូមួយនេះចាដែលមានការខុសឆ្គងតណាខ្ញុំសូមអភ័យទោសផងហើយសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយៗទៀតនិងសូមជូនពរអ្នកទាំងអស់គ្នានិង baby មានសុខភាពល្អបញ្ញាឈ្លាសវៃចានឹងរាងកាយមាំមួនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយ